នេះគឺជាបុកសាច់គោម្អមដែលមានរសជាតិឆ្ងាញ់ជាងគេនៅលើលោកឃើញតើរៀងកាងស្លុយអីហ្នឹងតិចគិតថាតកាប់គ្នាអីទៅអរេទៅផ្សាររកគ្រឿងខ្លែមហ្នឹងព្រោះជីវិតរាល់ថ្ងៃហ្នឹងវល់តែក្បែរកៅស្រាហ្នឹងឯងតែឃើញដើរផ្សារហ្នឹងគ្មានអីផ្សេងក្រៅពី100របស់ខ្លែមទេមកហ្នឹងគេអត់តរៀបចំលក់ស្រួលបួលផងហ្នឹងព្រោះអីនៅផ្សារទួលតពូងម៉ោងទៅតែ4អីអញ្ចឹងដែលលក់មកអត់តន់អស់ទេដល់អត់តន់សូវមានអីលក់អញ្ចឹងពិបាកគិតមែនទែនថាគួរធ្វើអីខ្លែមដើរចុះឡើងឡើង3 4ត្រឡប់បើនឹកឃើញនាំគ្នាទិញម្អមតបុកសាច់គោខ្លែមប្រយទៅចឹងឥឡូវនេះយើងទិញរួចរាល់ហើយអញ្ចឹងចាំការត្រឡប់ទៅផ្ទះវិញដើម្បីធ្វើគ្រឿងខ្លែមសិនអត់ទាន់បានញ៉ាំទេណាតែខ្ញុំមើលទៅសាច់គោតំណងជាតិខ្លាំងប្រហែលជាទីណាស់មើលទៅឥឡូវជួយមើលគ្នាមើលមានអ្នកគិតដូចខ្ញុំអត់ឬមួយខ្ញុំគិតតែម្នាក់ឯងឥឡូវសាច់គោបានជៀនរួចរាល់ហើយអញ្ចឹងឥឡូវចាប់ផ្ដើមបុកតែម្ដងទៅតែម្ទេសគឺដាក់តិចមែនទែនដោយសារអ្នកកំពុងបុកហ្នឹងអត់សូវចេះញ៉ាំហឹលបើសម្រាប់ខ្ញុំម្ទេសប៉ុណ្ណឹងអត់ស្គៀបជើងថ្មិញទេតែអ្នកបុកគាត់ថាសម្រាប់គាត់វិញប៉ុណ្ណឹងគឺកាហាយដល់ជ្វែបហើយអញ្ចឹងយើងក៏យល់ព្រមដាក់តាមគាត់ទៅព្រោះអីគាត់ជាអ្នកធ្វើខ្លាចតវ៉ាចុះឡើងគាត់អត់ធ្វើយើងស៊ីទីបំផុតបុកម្អមរបស់យើងគឺបានរួចរាល់ហើយមើលទៅតំណងខ្លាំងមែនទេអត់ទាន់បានញ៉ាំទេណាប៉ុន្តែខ្ញុំមើលទៅគឺដឹងអាជាតិហ្មងគ្រាន់ឃើញហៀទឹកមាត់ឡើងច្រោកហ្មងនិយាយមែនតាំងពីកើតមកគឺខ្ញុំអត់ដែលឃើញបុកម្អមសាច់គោអីវាតំណងដល់ថ្នាក់នេះទេទៅតែឃើញលើកទី1ហ្នឹងឯងសំបីតារាល់ដងខ្ញុំបុកញ៉ាំខ្លួនឯងក៏មើលទៅអត់តំណងអញ្ចឹងដែរប៉ុន្តែនេះគឺវាតំណងខ្លាំងយកតែមែនទេហ្មងគ្រាន់ឃើញអារម្មណ៍ប្រាប់ថាឆ្ងាញ់មុនបាត់ហើយចុះតារាល់បានញ៉ាំទៀតដឹងឆ្ងាញ់ប៉ុណ្ណាអូយតំណងខ្លាំងត្រកបាននេះគ្រឿងខ្លែមធ្វើរួចហើយអញ្ចឹងយើងចាប់ផ្ដើមបើកយុទ្ធនាការក្រេប collagen ដែលមានរសជាតិអាកុលហើយវាថ្ងៃហ្នឹងវាឆ្ងាញ់ខុសពីធម្មតាទៀតហ្នឹងមិនដឹងថាវាមានរឿងអ្វីកើតឡើងទេនេះឥឡូវភ្លក់បុកសាច់គោម្ដងតើវាឆ្ងាញ់ដូចដែលខ្ញុំបានរំពឹងទុកក៏អត់ឆ្ងាញ់របស់គេមែនណាឆ្ងាញ់យកតែមែនទេហ្មងតាំងពីកើតមកខ្ញុំមិនដែលបានញ៉ាំបុកសាច់គោដែលមានរសជាតិឆ្ងាញ់ចង់សោះលោកអើយលោកឆ្ងាញ់អីក៏ឆ្ងាញ់យ៉ាងនេះខ្ញុំអត់បានកុហកឯណាគឺវាឆ្ងាញ់មែនទេអ្នកគ្នាឥឡូវមើលតែរូបរាងវាទៅឃើញតំណងអត់តំណងខ្លាំងរូបរាងក៏តំណងរសជាតិក៏ឆ្ងាញ់អើយលោកអើយលោកទីបំផុតខ្ញុំស្គាល់រសជាតិបុកសាច់គោដែលមានរសជាតិឆ្ងាញ់ហើយអរគុណដល់ព្រះជាម្ចាស់ដែលធ្វើឲ្យខ្ញុំបានស្គាល់រសជាតិដែលឆ្ងាញ់យ៉ាងនេះចឹងសម្រាប់វីដេអូហ្នឹងអត់មានអីទេមានតែប៉ុណ្្នឹងឯងអរគុណបាយបាយ